ងាយៗសប្បាយៗជាមួយនឹងការផាត់រូប SM Painting ថ្ងៃនេះយើងនឹងបន្តផាត់រូបស្រមោលបន្តទៀតមុននឹងទស្សនាការផាត់រូបសូមកុំភ្លេចចុច Subscribe និងរូបកណ្ដឹងម្នាក់មួយផងណាដើម្បីនឹងទៅបាននូវរូបភាពដូចជាការផាត់រូបបន្ថែមទៀតជាច្រើនសូមអរគុណច្រើនសូមអរគុណដល់ការទស្សនាវីដេអូនេះរហូតដល់ចប់ជួបគ្នានៅវីដេអូក្រោយ